តើថ្ងៃនេះយើងមកធ្វើម្ហូបជាមួយនឹងក្រលក្រលធម្មជាតិកដោវាស៊ីស្រូវអញ្ចឹងយើងស៊ីវាវិញហើយយើងកាត់ច្រាំអាពេលកាត់ច្រាំនេះយើងមិនបាច់ចាំមកថតបង្ហាញទេដោយសារតែកាត់ទៅឆាប់ចប់អញ្ចឹងណាហ្នឹងហើយមើលទៅយើងចាក់ខ្លាញ់ចាក់អីលេងកដោឲ្យវាស្ងួតអញ្ចឹងទៅយើងចាក់ខ្លាញ់ចាក់អីចាក់ខ្ទឹមដាក់ខ្ទឹមហើយដាក់ខ្ទឹមកោខ្ទឹមឲ្យវាឈ្ងុយទៅយើងដាក់គ្រឿងក្រើបើយើងស្ករប៊ីចេងអំបិលទឹកត្រីអីចឹងទៅតាមនៃការគួរបងប្អូនចង់ប្រៃចង់ផ្អែមដាក់មកល្មមសមរម្យចឹងណាហ្នឹងហើយចំពោះខ្ញុំចូលចិត្តហឹងផ្អែមល្មមហើយរៀបប្រៃនិយាយទៅផ្អែមប្រៃល្មមខ្ញុំចូលចិត្តប៉ុណ្ណឹងហើយយើងកូរគ្រឿងឲ្យឈ្ងុយគ្រឿងហ្នឹងហើយឆ្អិនទៅចាំយើងកូរច្បុកច្បល់ចូលគ្នាទាំងអស់អាហ្នឹងខ្ញុំធ្វើប៉ុន្តែគេធ្វើផ្សេងខ្ញុំមិនដឹងទេប៉ុន្តែនេះខ្ញុំធ្វើអញ្ចឹងទម្លាប់របស់ខ្ញុំអញ្ចឹងណានឹងបើយើងកូរវាឆ្អិនអញ្ចឹងទៅចាំយើងដួសដាក់ចានហើយចាំដួសដាក់ចានហើយយើងចាប់ដើមមកភ្លក់អីចឹងណាហើយភ្លក់មានជាតិខ្លាំងមែនទែនជាតិជាតិចង់ឲ្យមកជាតិជាតិលើកមិនដែរថាមានថាឆ្ងាញ់ណាស់វីដេអូវាប៉ុណ្្នឹងគេអរគុណច្រើន